បើថាមនុស្សមិនជឿថាមានប្រែតហើយក៏មិនជឿពុទ្ធសាសនាហើយមិនដឹងថាបកស្រាយយ៉ាងម៉េចទេដូច្នេះហើយតលតែមនុស្សមានការសិក្សាខ្ញុំកណាលើកពាក្យខាងដើមបន្តិចថាបាលីថាបេតៈសំស្ក្រឹតថាប្រេតៈដែលយើងហៅថាប្រែតមានន័យថាមនុស្សដែលស្លាប់ទៅហើយចាប់កំណើតថ្មីមួយទៀតអានឹងគេហៅថាបេតៈបុគ្គលអ្នកដែលស្លាប់ពីនេះទៅគេហៅថាបេតៈបុគ្គលមានន័យថាមនុស្សនឹងជាមនុស្សដែលស្លាប់ទៅហើយទៅចាប់កំណើតមួយទៀតប៉ុន្តែមិនកំណត់តន់ដឹងថាល្អឬអាក្រក់នោះទេឲ្យតែពាក្យថាបេតៈបុគ្គលនៅកដាលទាំងអស់អញ្ចឹងពាក្យថាបេតៈឬប្រែតនឹងតែមួយទេនៅកដាលប៉ុន្តែទំនោរនៃខ្មែរយើងឲ្យតែនិយាយពាក្យប្រែតគឺសំដៅទៅលើអាក្រក់ហើយនិយាយពាក្យកម្មក៏សំដៅទៅលើអាក្រក់តាមពិតកម្មក៏មិនតាន់ល្អមិនតាន់អាក្រក់កម្មគ្រាន់តែការងារគ្រាន់តែអំពើតលតែដាក់អកុសលបានវាទៅអាក្រក់ហើយបើកុសលវាល្អប៉ុន្តែនៅក្នុងលំហមេឃដ៏ធំនេះបើតាមពុទ្ធសាសនាមានជីវិតមនុស្សរស់នៅក្នុងលំហឬក៏ជីវិតសត្វរស់នៅក្នុងលំហហ្នឹងមាន31ភូមិ31កន្លែង31កន្លែងនោះលោករាប់ថាស្រុកមនុស្សហ្នឹងមួយកន្លែងហើយស្រុកមនុស្សហ្នឹងមួយកន្លែងនៅក្រោមមនុស្សនៅជាមួយមនុស្សលើដីហ្នឹងមានអបាយភូមិហ្នឹង4គឺមានពួកនរកមួយពួកប្រែតមួយដេរឆានមួយអសុរកាយមួយហើយដល់ទៅខាងឋានសួគ៌ខាងលើមានភូមិ6ជាន់ចាតុមតាវតੰយាមាដោះសិតនិមមាននរតីបរៈនិមិតវសវត្ថីដល់ទៅឡើងខ្ពស់ទៅទៀតមានឋានព្រំនឹង16ជាន់ព្រំបរិស័យជាប្រោហេតាមមហាព្រមេប្រតភិអបមានភិរហូតចឹងទៅដល់ទៅឡើងផុតទៅទៀតមានអរូបព្រំកន្លែងជីវិតកើតជាអរូបនឹងមាន4ជាន់ទៀតសរុបទាំងអស់មានកន្លែងសត្វកើត31ជាន់31កន្លែងអញ្ចឹងនៅក្នុងអបាយភូមិមានភូមិ4ភូមិនរកភូមិប្រែតភូមិអសុរកាយនិងភូមិដេរឆានពួកហ្នឹងនៅបន្ទាប់ពីមនុស្សយើងនៅលើដីនេះដែរអញ្ចឹងមានន័យថាមានកំណើតអបាយភូមិមួយនោះឈ្មោះថាប្រែតអញ្ចឹងដែរអញ្ចឹងប្រែតមិញមានន័យថាពាក់កដាលមិនតាន់ល្អមិនតាន់អាក្រក់ទេប៉ុន្តែបើនិយាយប្រែតក្នុងអបាយភូមិសំដៅទៅលើពួកក្រុមអាក្រក់ពួកក្រុមអាក្រក់នេះគឺនៅលើដីព្រះមោគលានហើយនឹងព្រះលក្ខណៈថែចុះពីភ្នំកិច្ចកោស្រាប់តែព្រះលក្ខណៈថែឃើញស្អីពេញអាកាសអាមួយនោះទៅឲ្យកើតនោះភ្លើងកំពុងឆេះពីក្រោយអាមួយទៅត្បូងនោះមានភ្លើងឆេះមានសត្វល្អិតដេញចឹកតិចខំអាមួយមកជើងនេះមានភ្លើងឆេះមានគ្រោងឆ្អឹងអាខ្លះជាស្បែកអាខ្លះជាសរសៃខ្លះជាគ្រោងឆ្អឹងឡើងព្រាតពេញអាកាសលក្ខណៈថែមិនដែលឃើញសោះក៏សួរព្រះមហាមោគលានថាលោកម្ចាស់ស្អីគេហ្នឹងស្អីគេមោគលានថាកុំអាលសួរចាំទៅដល់កន្លែងព្រះចាំសួរដល់ពេលទៅដល់ជួបជាមួយព្រះមានកិច្ចការសាសនាអីចប់សពគ្រប់ទៅលក្ខណៈថែហ្នឹងក៏រំលឹកពីរឿងចុះពីភ្នំហ្នឹងក៏សួរទៅព្រះមហាមោគលានថាកាលយើងចុះពីភ្នំហ្នឹងដែលឃើញស្អីព្រោងព្រាតបញ្ញាកាសហ្នឹងអាហ្នឹងស្អីគេនៅលើដីនៅក្នុងខ្យល់ក្នុងអីហ្នឹងបានព្រះមហាមោគលានទទួលសំណួរនេះព្រះអង្គនៅមុខដែរព្រះអង្គក៏សម្ដែងប្រាប់មនាលភិក្ខុទាំងឡាយនឹងហើយគេហៅថាកំណើតប្រែតដែលជាកំណើតអាក្រក់មួយក្នុងអបាយភូមិមាន4ភិក្ខុទាំងឡាយតថាគតឃើញពួកនឹងតាំងពីថ្ងៃត្រាស់ដឹងដំបូងមកម្លេះប៉ុន្តែតថាគតមិនសម្ដែងទេពីព្រោះអត់មានសាក្សីអត់មានអ្នកជឿព្រះអង្គថាតែមួយអង្គឯងទៅអត់មានសាក្សីរងចាំឲ្យសាវកឃើញច្រើនសិនដល់តសាវកឃើញច្រើនគ្នាហើយឥឡូវមានសាក្សីសាវកបានភ្នែកទឹកតិចទឹកឃើញអស់ហើយបានព្រះអង្គសម្ដែងប្រាប់ថាណែមួយដែលភ្លើងឆេះទៅត្បូងនេះពីមុននោះយាយនោះនៅភូមិនោះអត់ដែលមានសិលមានទាននេះកេងកັບលួចទៅរបស់គេមួយជាតិឥឡូវគាត់នោះកើតជាប្រែតហ្នឹង
ហើយមួយកំពុងតែចេះទៅកើតនោះតានេះនៅភូមិនេះគាត់ធ្វើតែអំពើបាបដើរសម្លាប់បៀតបៀនហើយនឹងលួចយករបស់គេឥឡូវហ្នឹងគាត់មកកើតកន្លែងនេះនោះអាភ្លើងពងឆេះនោះហើយមួយមកខាងត្បូងនេះអានោះអ្នកភូមិនេះគាត់អត់ដែលធ្វើបន់ធ្វើទានអីទេគាត់ដោតជាបចោគេទឹះទាស់គេគ្រប់បែបយ៉ាងឈ្នានេះគេឥឡូវគាត់កើតជាប្រែតហ្នឹងច្បាស់ណាស់ពីព្រោះព្រះអង្គសម្ដែងមិនមែនអញ្ចឹងឯងគ្រាន់តែអាត្មាឧទាហរណ៍ព្រះអង្គប្រាប់ឈ្មោះចំហ្មងឈ្មោះតានេះឈ្មោះយាយនោះចំនៅភូមិនេះភូមិនោះមនុស្សភ្ញាក់ខ្លួនព្រឺតកំណើតនេះមានមែនតើដល់តែកំណើតនឹងមានមែនហើយបានអត្ថកថាខៃពីកំណើតប្រែតនឹងមានច្រើនណាស់ច្បាប់ខ្លះដូចមិលិនបញ្ហាចែកទៅតាមពួកថាមាន4ពួកច្បាប់ខ្លះចែកថាមាន12ពួកច្បាប់ខ្លះចែកថាមាន36ពួកច្បាប់ខ្លះលែងចែកតែហ្មងវាច្រើនពេកថាចែកមិនអស់ទេមានច្រើនរហូតដល់សម្ដេចប្រសង្ឃរាជជួនណាតសម្ដេចប្រសង្ឃរាជលោកថាកំណើតនេះច្រើនជាងមនុស្សយើងបើមនុស្សមាន1លានអ្នកពួកវាអាចមានដល់10លានអ្នកញោមញាតិរកក្នុង YouTube ក៏មានក្នុងខ្សែអត្ថក៏មានសម្លេងលោកផ្ទាល់នៅទៅសប្តាហ៍ថ្ងៃលោកថាបើអ្នកមិនអាស្រ័យគម្ពីរដីកាមិនជឿទេហើយក៏ចាត់ទុកថាគ្មានតែកំណើតអស់ហ្នឹងប៉ុន្តែដោយសារលោកជាអ្នកប្រាជ្ញដែលយើងទទួលស្គាល់ហើយលោកសិក្សាគម្ពីរដីកាច្រើនលោកសារភាពខ្លួនលោកថាអាត្មាជឿអស់លោកណាមិនជឿអាត្មាជឿពួកនេះនៅលើដីនេះមានច្រើនជាងមនុស្សទៅទៀតលោកលើកពីអត្ថកថាមួយនិទានពីប្រធេរៈចូលទៅក្នុងក្រុងអនុរាធបុរៈទៅតាមផ្លូវស្រាប់ទៅលឺសំឡេងក្មេងតូចយំក្មេងធំនឹងវាលួងហើយក្មេងធំថាលោកតាមុនទៅឯណាជួបម៉ែខ្ញុំកណាប្រាប់ផងឲ្យយកអីមកឲ្យអូនហូបផងឃ្លានណាស់ថាប៉ុណ្ណេះស្រាប់តែលោកថាអាត្មាមើលឯងមិនឃើញទេឯងនៅឯណាក្មេងនោះវាយកមើមឈើមកដុំដាក់លើដៃលោកក្តាប់ប៉ាប់ស្រាប់តែមើលឃើញជិះសឹងមិនរួចក្នុងអត្ថកថាថាច្រើនណាស់មានតែសមោលក៏មានតែស្បែកមានតែគ្រោងឆ្អឹងក៏មានភ្លើងកំប៉ុងឆេះក៏មានអូដើរជិះសឹងមិនរួចលិតខ្ទុះឈាមគម្រងផ្លូវកែងលោកដើរទៅដល់ផ្លូវកែងមួយមានសัตว์នឹងវាឆ្លងទលេសម្រាលកូនវាទម្លាក់សុកនៅនឹងទៅដើមគ្នាស៊ីឲ្យអញ្ញៃលោកក៏និយាយថាណែវើយអាណាមានកូននៅខាងក្រោយនោះអាកូនតូចយំខ្លាំងណាស់អាបងថាឲ្យវាហូបផងស្រាប់តែពួកនោះងាកមកស្រចុះលោកតាមិនបានមើលគេឃើញនេះវាឲ្យមើលស្អីនេះមកណាពួកប្រែតមកកញ្ឆក់យកពីដៃលោកទៅវិញបាត់មើលឡើងឃើញដដែលនេះរឿងសម្ដេចព្រះសង្ឃរាជលោកលើកឡើងជាផុសតាងមួយអាត្មានៅពីក្មេងធ្លាប់ជួបញោមដែលគាត់ឃើញផ្ទាល់គាត់មកនិយាយប្រាប់គេបើគេអត់ជឿគេថាយើងឈួតយើងសរសៃប្រសាប៉ុន្តែមានញោមញាតិធ្លាប់ឃើញមកកគុកប៉ុន្តែយើងមិនមានផុសតាងអីបញ្ជាក់ឲ្យរឹងមាំទេគ្រាន់តែថាជាការឃើញរៀងខ្លួននៅក្នុងអត្ថកថាព្រះអង្គកំពុងតែសម្ដែងពធទេសនានៅក្នុងវត្តចេតពុនមានប្រែតមួយបដាកូន2នាក់ដើររើសចំណីអាហារស្រាប់តែដើរមកដល់វត្តចេតពុននឹកថាអូមនុស្សជុំប្រហែលជាគេចែកអីហូបបើគេជ្រុះបានអញហូបដែរក៏នាំគ្នាមកដើរមកស្រាប់តែមានគេចែកអីហូបគេកំពុងសម្ដែងធម៌ទេសនាគេស្ដាប់ធម៌ប្រែតម៉ែឈរស្ដាប់ឲ្យត្រឹមប្រែតកូនយំឃ្លានណាស់ចង់ដាច់កាពះឲ្យទៅរកអីហូបនៅឈរត្រឹងធ្វើអីម៉ែថាកូនឲ្យម៉ែស្ដាប់ធម៌សិនយើងកាលនៅជាមនុស្សមានទ្រព្យសម្បត្តិច្រើនណាស់ប៉ុន្តែមកពីយើងមិនដែលស្ដាប់ធម៌នឹងហើយបានមកកើតជាប្រែតអត់បាយទាំងអស់គ្នាហ្នឹងឥឡូវបើវាជ្រុលលប្រែតហើយបានជួបធម៌ឲ្យម៉ែស្ដាប់ធម៌សិនណាកូនអាកូនបងឮចឹងយល់ក៏ជួយលួងបងអូនកុំយំឲ្យម៉ែស្ដាប់ធម៌សិនកុំឲ្យយើងអត់បាយទៀតព្រះអង្គសំដែងធម៌ផ្ដោតឲ្យចំទៅប្រែតនឹងបានសម្រេចសោតាបានអាហារទឹកក្នុងកំណើតនោះទៅបានលើកចែកចេញជាចំណែកនៃការទទួលទានផលលោកចែកដូចជានិជាមកនិកៈប្រែតនេះភ្លើងឆេះជានិច្ចស្ទុះចូលក្នុងទឹកក៏នៅតែភ្លើងឆេះហើយពួកនេះស៊ីកម្រងស៊ីស្តាសពស៊ីម៉ូតលីមួកហើយពួកនេះមិនងាយនឹងបានសុខទេគឺថាភ្លើងឆេះរហូតនេះក្នុងមិលិនបញ្ហាហើយមួយទៀតនោះដែលយើងហៅថាខុបបបាសិកវន្តៈប្រែតនេះដើរលើដីរើសនេះរើសនោះហូបប្រែតនឹងដើររើសហូបហើយរបស់ណាដែលគេដាក់ចានយកអត់បានទេបើគេដាក់កន្ទោងយកបានហើយប្រែតមួយចំនួនទៀតបើគេដាក់